វីដេអូខ្ញុំមួយអត់ viral នៅក្នុង TikTok ទេតែ viral នៅក្នុង Facebook របស់ខ្ញុំវិញបើសិនជាបងដែលជាប្តីហ្នឹងចង់បានប្រពន្ធស្អាតជួយសុំធ្វើ3ចំណុចនេះឲ្យទៅលើមនុស្សស្រីផងដល់ចំណុចទី1ផ្ដល់ទៅលើសុខភាពផ្លូវចិត្តដល់នាងផ្ដល់ក្តីស្រឡាញ់ឲ្យនាងសុខភាពផ្លូវចិត្តនឹងអីគេសុខភាពផ្លូវចិត្តហ្នឹងគឺសំដៅទៅលើភាពស្មោះត្រង់របស់គាត់ឲ្យទៅលើប្រពន្ធរបស់គាត់តែឲ្យប្រពន្ធគាត់មានអារម្មណ៍ជឿជាក់ថាសុខភាពថាប្តីគាត់នឹងមិនមានជនទី3មីទី4ណាមកជ្រៀតជ្រែកទេហើយចំណុចមួយទៀតហ្នឹងគឺចាផ្ដល់ពេលវេលានាងជួយមើលកូនគ្នាទៅឲ្យនាងធ្វើខ្លួនទៅខាត់ស្បែកទៅគ្នាសុំពេលមួយថ្ងៃ2ទៅ3ម៉ោងហ្នឹងអង្គុយខាត់ស្បែកព្រលឹមឡើងលាបឡេមុខយប់ឡើងមុនចូលដេកហ្នឹងចាជួយមើលកូនទៅជួយមើលកូនគ្នាផ្លាស់ទៅឲ្យគ្នាបានលាបឡេមុខលាបឡេអីមុនចូលដេកទៅស្អែកព្រលឹមឡើងគឺស្អាតតែខ្ញុំអត្តន័យគឺចង់និយាយបែបហ្នឹងមិនថាផ្ដល់ពេលវេលានាងធ្វើខ្លួនឲ្យនាងឲ្យពេលវេលានាងខ្លះហើយអាទី3ដែលចាំបាច់បំផុតហ្នឹងគឺលុយទោះជានាងគឺជាមនុស្សដែលបកកែរលុយខ្លួនឯងកម្រិតណាក្រោយនៅពេលដែលការដែលយើងផ្ដល់លុយឲ្យទៅនាងថែមទៀតហ្នឹងអាហ្នឹងហើយវាគឺជាអ្វីដែលម្នាក់ស្រីហ្នឹងគឺគាត់ចង់បានគាត់ហ៊ានយកទៅចំណាយជួនកាលលុយដែលគាត់ហៅមកអញ្ចឹងគាត់គិតថាក្លុយហ្នឹងគឺក្បៀសទុកធ្វើអីមួយដែលសម្រាប់គ្រួសារមនុស្សស្រីអញ្ចឹងប៉ុន្តែដល់ពេលដែលបានលុយពីប្តីមកអាហ្នឹងគាត់គិតថាហ្នឹងគឺជាលុយដែលជាកដោគាត់យកទៅទិញអ្វីដែលគាត់ប៉ងដែលគាត់អត់ហ៊ានទិញទេបើលុយគាត់ក៏អត់ហ៊ានទិញទេតែបើលុយប្តីឲ្យមកហ៊ានទិញវិចាអាហ្នឹងអញ្ចឹងហ៎បងអានេះអត្តន័យដែលខ្ញុំសម្រាយនៅអ្វីដែលខ្ញុំនិយាយនៅវីដេអូមួយហ្នឹងតិចខ្ញុំដាក់ឲ្យអ្នកនរគ្នាមើលខ្ញុំក៏ធ្លាប់ជួបជាមួយនឹងពាក្យដែលគេសរសើរនឹងដូចគ្នាដែរពាក្យដែលគេសរសើរថាមនុស្សប្រុសហ្នឹងហើយសរសើរអាមួយនេះវាមានកូនហើយវានៅតែស្អាតដដែលស្អាតជាងការពេលវានៅលាវទៀតរបៀបអត្តន័យក៏សឹងថាស្អាតជាងពេលដែលវាអត់ទាន់មានប្តីមានកូនទេសឹងចង់និយាយអញ្ចឹងវាជារឿងប៉ិតមែនតែសួរថាជាមូលហេតុអីគេមូលហេតុគឺមកពីខ្ញុំមានអា3ខាងមុខហ្នឹងទើបបានខ្ញុំមានសពថ្ងៃមួយនេះអញ្ចឹងហ្នឹងហើយបកទៅមើលទង្វើដែលគាត់ហ្នឹងមកតសើយើងហើយគាត់ហ្នឹងអត្តន័យគាត់គឺចង់បង្អាប់មើលទៅលើរូបរាងប្រពន្ធរបស់គាត់វិញហ្នឹងតសើអីអត់គាត់អត់ឲ្យតម្លៃប្រពន្ធទេអត់ឲ្យប្រពន្ធធ្វើខ្លួនទេហើយធ្វើខ្លួនទៅអីហើយមានប្តីហើយធ្វើខ្លួនឲ្យគេមើលមែនហើយពេលនិយាយមួយប្រពន្ធពេលប្រពន្ធចង់ធ្វើខ្លួនអញ្ចឹងអត្តន័យគាត់និយាយឡើងមកហើយធ្វើខ្លួនហើយធ្វើ sexy ដូចវាហ្នឹងមែនឲ្យវាឧទាហរណ៍ណាដូចបុគ្គលម្នាក់នេះគាត់ចុចទីបុគ្គលម្នាក់ហ្នឹងឃើញវាធ្វើខ្លួនអញ្ចឹងឲ្យណាមើលមិនមែនឲ្យតែប្តីវាមើលឲ្យប្រុសផ្សេងមើលអញ្ចឹងឃើញគេមើលហើយស្មានថាបងមនុស្សប្រុសដូចគ្នាបងដឹងចិត្តគ្នាមើលហើយមិនមែនមើលតែធម្មតាទេមើលនុកនៅអត់ល្អអញ្ចឹងទុកឲ្យស្អុយប្អូនចោលទុកឲ្យប្រវែងមើលយូរទៅមើលម្លងមើលឡើងឲ្យរបៀបប្រវែងដូចប្រពន្ធខ្លួនឯងហ្នឹងជ្រុំនៅកន្លែងហ្នឹងហើយអត់ទៅហឺទេ3 4ថ្ងៃបានបកមកហឺយកវិញហ្នឹងមែនអត់មានអ្នកលាងចាននៅផ្ទះហ្នឹងមែនបានបកមកហឺវិញហ្នឹងមែនតែរបៀបអញ្ចឹងមែនទុកប្រពន្ធទៅឲ្យទៅរួយលែងហូមជ្រូកលែងមានតែហឺហ្នឹងមែនអញ្ចឹងណាអត្តចរិតពួកគាត់ហ្នឹងនៅតែមានគោលការណ៍នៅតែមាន mindset គាត់នៅតែមានគំនិតចាស់កម្រិលហ្នឹងបែបហ្នឹងកើតឡើងទី2ទៀតគាត់ខ្លាចពេលដែលប្រពន្ធគាត់យកទៅធ្វើខ្លួនទៅប៉ុន្តែអ្នកខ្លះទៅគាត់អាចនឹងរៀងលើសមែនគាត់រៀងជ្រុលដៃពេលដែលគាត់ធ្វើអីមួយគាត់រៀងជ្រុលដៃអញ្ចឹងហើយវាធ្វើឲ្យបុគ្គលខាងបុរសដែលគេប្តីហ្នឹងគឺគេចាប់ដើមសេវយើងហ្មងគេថាចាយលុយអត់គិតគេដៀលយើងភ្លាមអញ្ចឹងណាអញ្ចឹងពេលខ្លះយើងក៏ធ្វើឲ្យប៉ុន្តែយើងក៏ត្រូវតែមានអីដែលជាលំនឹងរបស់យើងខ្លួនឯងដែរហើយកុំធ្វើដែលវាលើសពេកកុំឲ្យថាលឺគេថាស្រឡាញ់ខ្លួនឯងទៅទិញឲ្យខ្លួនឯងទៅហើយទិញអស់អាលីងអស់ទាំងកស៊ីអាលុយត្រូវទិញកអស់អាហ្នឹងវាលើសដែរអាហ្នឹងក៏ខ្ញុំអត់កាន់ជើងដែរវាលើសពិតមែនអញ្ចឹងយើងធ្វើអីដែលយើងគឺតែខ្ញុំនិយាយអញ្ចឹងការចេះត្បិតត្បៀតការចេះចំណាយឲ្យចំគោលដៅហើយយើងគិតមុនគូគិតឲ្យខ្លាំងបំផុតមុននឹងចំណាយទៅបានវាទទួលបានជាមួយនឹងផលដែលទទួលបានតាមក្រោយដូចគ្នាដែរអញ្ចឹងហ្នឹងហើយដល់ពេលដែលយើងធ្វើឲ្យគេទុកចិត្តទៅយូរទៅរបៀបដូចនិយាយអញ្ចឹងលុយកាក់គឺគេហ៊ានឲ្យយើងហ្នឹងគឺគ្រប់គ្រងហើយតែដល់ពេលដែលគេឲ្យយើងកាន់ហើយយើងចំណាយអត់ដឹងខ្ទង់អត់ដឹងអីសោះហ្មងអាហ្នឹងក៏វាជារឿងមួយដែលវាធ្វើឲ្យបុគ្គលខាងគេហ្នឹងអត់ផ្ដល់អីមកឲ្យយើងដូចគ្នាវាបែបហ្នឹងតែសំខាន់បំផុតមនុស្សស្រីយើងខ្ញុំតែងតែនិយាយខ្ញុំធ្វើវីដេអូច្រើនហើយតែងតែនិយាយធ្វើមិនក្រោយឲ្យមានលំនឹងខ្លួនឯងឲ្យមានអ្វីដែលគេហៅថាលំនឹងជីវភាពខ្លួនឯងបានណាមិនថាឲ្យដើម្បីយកមកទុកគត់គង់គ្រួសារនឹងទាំងមូលទេប៉ុន្តែធ្វើមិនឲ្យតែលំនឹងជីវភាពរបស់ខ្លួនឯងឲ្យបានអាហ្នឹងហើយទើបបានយើងអាចរស់នៅជាមួយនឹងគ្រួសារដែលរបៀបជាគ្រឹះរឹងមាំល្អតែអញ្ចឹងទេគឺអត់ទេល្អខុសគ្នាសាហាវអស់តែលុយទិញខោលីអូយីហ្នឹងអត់ហ៊ានសុំគេហ្នឹងគេឲ្យហ្នឹងយីមែនណាមិនរឿងធម្មតាណាហើយមនុស្សស្រីតើអត់ផចំណូលបាននឹងហើយតម្លៃគឺតាមហ្នឹងមិនដូចជំនាន់មុនទេណាតែជំនាន់មុនគិតមើលខ្ញុំនិយាយដើមតិចណាជំនាន់មុនណាមនុស្សស្រីនៅផ្ទះមែនមនុស្សប្រុសគាត់គឺជា gentleman ជាអ្នកគ្រប់គ្រងជាមេគ្រួសារមែនប៉ុន្តែប្រពន្ធណាយកតាមហ្នឹងហើយហ៊ានក្អកមួយប្តីហ៊ានក្អកមើលឯងចំកូន5 6នាក់ឯងឈួតលើហ្នឹង
ចឹងហើយគឺបប្រតិបត្តិសម័យឥឡូវគឺខុសគ្នាចង់ធ្វើជាស្ត្រី independent strong woman អីហ្នឹងតើតាខ្លួនយើងនៅវាខ្លាំងដូចគ្នាដែរមានចំណូលហឹងមាំខ្លួនឯងតែគេមានអារម្មណ៍ថាអូយើងនឹងនេះហើយហើយធ្វើខ្លួននឹងដើម្បីអីមិនមែនដើម្បីតែបើចិត្តប្តីបើមុខប្តីហ្នឹងទេដើម្បីក្តីសុខចិត្តរបស់យើងដែរយើងមានអារម្មណ៍ថាអូអញប្តីជីដុកជ្រុះទៅតែទុកប្រហែសគេមករើសលួចទៅបាត់អីចឹងទៅឲ្យប្តីនឹងមានអារម្មណ៍ថាខ្លាចទុកប្រហែសគេលួចបាត់ដែរកុំឲ្យមានអារម្មណ៍ថាជីជ្រុះបាត់វា3ថ្ងៃបានមករើសនៅកន្លែងហ្នឹងដដែលអត់មានណាយកទៅណាចឹងរបៀបអញ្ចឹងយល់ទេអ្នកនរគ្នាអញ្ចឹងអរគុណ